EP 02រឿងដែលសំខាន់ជាងគឺការចាប់ផ្ដើមធ្វើឲ្យការងារសម្រេចបានពិតម្ដងបន្តិចចម្លើយនោះមិនអាចរកឃើញបានពីកន្លែងណាទេក្រៅពីការគិតរបស់អ្នកក្នុងនាមខ្ញុំជាគ្រូនិងជាទីប្រឹក្សាខ្ញុំសូមចែករំលែកសិស្សដែលមកសុំពាក្យណែនាំពីខ្ញុំចេញជាពីរក្រុមដំបូងគឺជាសិស្សដែលគិតពីអនាគតរបស់ខ្លួនយ៉ាងខ្លាំងក្រុមទី2គឺជាសិស្សដែលមិនគិតពីអនាគតរបស់ខ្លួនសោះឡើយខ្ញុំសូមហៅសិស្សក្រុមទី1ថាផ្លែធ្នូនិងហៅសិស្សក្រុមទី2ថាទូកក្រដាសសិស្សក្នុងក្រុមផ្លែធ្នូនឹងមកសុំជួបខ្ញុំពេលមានអារម្មណ៍ខ្វល់ខ្វាយពីអនាគតចំណែកឯសិស្សក្នុងក្រុមទូកក្រដាសនឹងមកសុំពាក្យណែនាំពីខ្ញុំនៅពេលមានអារម្មណ៍មិនជឿជាក់លើអនាគតខាងមុខខ្ញុំសូមលើកឧទាហរណ៍សិស្សក្នុងក្រុមផ្លែធ្នូម្នាក់គេជាមនុស្សមានគោលដៅក្នុងអនាគតច្បាស់លាស់គេចង់ធ្វើការក្នុងអង្គភាពអន្តរជាតិដូចជា UN ជាដើមទៅវគ្គមុនបានទៅដាក់ពាក្យចូលរួមសកម្មភាពបោះជំរំអន្តរជាតិព្រោះក្នុងអនាគតប្រសិនបើចង់ទៅរៀនបន្តឯបរទេសនឹងទទួលបាននូវការអនុញ្ញាតឲ្យចូលសិក្សាបានដោយងាយចំណែកក្នុងវគ្គនេះគេរៀបគម្រោងទៅហាត់ក្នុងអង្គភាពដែលជាប់ពាក់ព័ន្ធនិងគេមកជួបខ្ញុំព្រោះចង់ស្ដាប់នៅយោបល់ថាគួរជ្រើសរើសមុខវិជ្ជាណាខ្លះទើបអាចជាប្រយោជន៍ខ្ពស់បំផុតមូលហេតុដែលខ្ញុំហៅសិស្សក្រុមនេះថាផ្លែធ្នូព្រោះពួកគេមានគម្រោងការជីវិតច្បាស់លាស់ហើយចង់ទៅឲ្យដល់គោលដៅយ៉ាងឆាប់គោលដៅនៅក្នុងជីវិតរបស់ពួកគេប្រៀបដូចជាគោលដៅរបស់ផ្លែធ្នូការរកវិធីសាស្ត្របដិសេធការរកវិធីបដិបត្តិប្រៀបបាននឹងការតម្រង់ផ្លែធ្នូឲ្យចំគោលដៅខ្ញុំជឿថាប្រសិនបើពួកគេចាប់ផ្ដើមធ្វើដោយយកចិត្តទុកដាក់គម្រោងការគ្រប់យ៉ាងដែលបានរៀបចំទុកនឹងសម្រេចបានយ៉ាងពិតប្រាកដប្រៀបដោយផ្លែធ្នូបោះពួយយ៉ាងចំកណ្ដាលគោលដៅនោះឯងតាមបទពិសោធន៍របស់ខ្ញុំសិស្សក្រុមនេះជឿជាក់ថាគំនិតរបស់ខ្លួនអស្ចារ្យបំផុតទើបធ្វើឲ្យមានបញ្ញាផ្នែកសម្ព័ន្ធភាពរវាងមនុស្សជុំវិញខ្លួនព្រោះពួកគេជឿជាក់ថារឿងដែលខ្លួនកំពុងធ្វើត្រឹមត្រូវនិងល្អបំផុតពេលគិតបែបនេះនោះនឹងមិនព្រមត្រៀមគម្រោងទុកក្នុងករណីដែលខុសភ្លាត់ឬក៏បរាជ័យនោះទេសិស្សភាគច្រើនក្នុងក្រុមផ្លែធ្នូជាក្មេងនិងពូកែទោះជាពេលថ្ងៃរៀនច្រើនប៉ុណ្ណាក៏ពេលយប់នៅតែខិតខំអានសៀវភៅរហូតដល់ម៉ោង1អាទិត្យដែរបន្ទាប់មកសម្រាប់10នាទីហើយចាប់ផ្ដើមត្រៀមឯកសារសម្រាប់រៀនថ្ងៃស្អែករហូតដល់ម៉ោង3ការមានគម្រោងជាដំណាក់កាលនឹងធ្វើឲ្យពួកគេមានអារម្មណ៍សប្បាយចិត្តចំណែកឯលទ្ធផលคล้ายជាការពិតបានទាំងអស់ទេនោះពួកគេនឹងចាត់ទុកថាជាបញ្ហាដែលត្រូវចាត់ការនៅថ្ងៃក្រោយអំឡុងពេលត្រៀមកិច្ចការពួកគេនឹងលើកជាសំណួរជានិច្ចថាផ្លូវមួយណានឹងធ្វើឲ្យខ្លួនយើងបានទៅដល់លឿនបំផុតនិងល្អបំផុតពួកគេពេញចិត្តតែបានឃើញគោលដៅវិធីជីវិតនិងវិធីបដិបត្តិច្បាស់លាស់តែរឿងដែលខ្ញុំព្រួយបារម្ភគឺខណៈពួកគេជ្រើសរើសដើរតាមវិធីនៃក្តីស្រមៃរបស់ខ្លួនពួកគេនឹងភ្លេចខ្លួនហើយបិទចោលឱកាសដទៃទៀតជីវិតដែលអាចចូលមកដោយចៃដន្យឬទេពេលអធិប្បាយពីគម្រោងដែលបានរៀបចំទុកទាំងអស់ចាប់សពគ្រប់សិស្សម្នាក់នោះក៏សួរខ្ញុំថាតើល្អទេលោកគ្រូទៅខ្ញុំសាកល្បងសួរគេថាវាជាគម្រោងដែលអ្នកគិតទុកពេលនៅវិទ្យាល័យតើមែនទេខ្ញុំគ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ថាគម្រោងដែលគិតនៅពេលនេះជារឿងដែលគេធ្លាប់ស្រមៃទុកតាំងពីពេលនៅវិទ្យាល័យមែនឬទេខ្ញុំធ្លាប់បានលើចម្លើយថាមែនហើយខ
ខ្ញុំមិនធ្លាប់បានលើចម្លើយថាមែនហើយម្ដងណាឡើយនោះដោយសារតែក្រោយពេលចូលរៀនមហាវិទ្យាល័យការបាននិយាយជាមួយនឹងរៀនច្បងម្នាក់ការបានអានសៀវភៅមួយក្បាលឬការបានជួបនឹងហេតុការណ៍ចៃដន្យដែលស្មានមិនដល់អាចធ្វើឲ្យក្តីស្រមៃតូចៗរបស់ពួកគេរង្គោះរង្គើនិងវិវេខុសពីមុននៅពេលស្ថានភាពផ្លាស់ប្ដូរតើអ្នកត្រូវរៀបគម្រោងការថ្មីនិងផ្លាស់ប្ដូរគ្រប់ពេលវេលាប្រសិនបើអ្នកបានរៀនបន្តថ្នាក់អនុបណ្ឌិតឬក៏ចូលធ្វើការទិន្នន័យថ្មីដែលទទួលបានហើយការផ្សេងៗដែលបានជួបបទពិសោធន៍ទាំងនោះអាចធ្វើឲ្យគម្រោងដែលអ្នករៀបចំទុកក្នុងពេលនេះផ្លាស់ប្ដូរទៀតដូច្នេះកុំរៀបចំគម្រោងដែលលម្អិតខ្លាំងពេកចូលបង្ហើបទ្វារបេះដូងទុកតិចតួចសម្រាប់ការផ្លាស់ប្ដូរដែលអាចកើតឡើងដោយចៃដន្យចំណែកឯសិស្សនៅក្នុងក្រុមទូកក្រដាសផ្ទុយគ្នាពីសិស្សក្នុងក្រុមផ្លែធ្នូព្រោះពួកគេមិនធ្លាប់មានគប់ដើរនៅក្នុងជីវិតពិតប្រាកដទេគ្រូណាដែលត្រូវសិស្សសួរថាលោកគ្រូតើខ្ញុំគួរធ្វើការងារអ្វីទៅល្អនិងភ្ញាក់ផ្អើលយ៉ាងពិតប្រាកដសម្រាប់ខ្ញុំនឹងសួរភាគីម្ខាងទៀតមុនថាហើយចុះការងារអ្វីទៅដែលអ្នកចូលចិត្តបំផុតចង់ធ្វើបំផុតធ្វើបានល្អបំផុតតើចម្លើយបែរទទួលបាននឹងត្រឡប់មកកន្លែងដើមវិញតែចម្លើយដែលបានទទួលនឹងត្រឡប់មកកន្លែងដើមវិញគឺថាខ្ញុំសុំទោសលោកគ្រូខ្ញុំនៅមិនទាន់ដឹងថាចូលចិត្តអ្វីធ្វើអ្វីបានទេជាចម្លើយចេញពីចិត្តស្មោះព្រោះបើគេដឹងតែខ្លួនឯងប្រាថ្នាចង់ធ្វើរឿងណាមួយតាំងពីដើមដំបូងប្រហែលជាមិនមកពិភាក្សាជាមួយនឹងគ្រូទេការព្រមទទួលការផ្លាស់ប្ដូររបស់ស្ថានភាពជារឿងល្អបំផុតប្រសិនបើយើងសាកយកទូកក្រដាសទៅដាក់នៅលើទឹកទូកក្រដាសតូចនឹងអណ្ដែតទៅតាមខ្សែទឹកព្រោះជីវិតគ្មានកម្ដៅច្បាស់លាស់តែខ្ញុំហៅថាក្រុមនេះជាទូកក្រដាសមិនមែនថាសិស្សក្រុមនេះគ្មាននៅគំនិតរបស់ខ្លួននោះទេពួកគេអាចភ័យព្រួយចំពោះអនាគតខាងមុខរហូតមិនអាចរៀបគម្រោងបន្តទៀតបានប៉ុន្តែយ៉ាងហោចណាស់ក៏ពួកគេមិនតាក់ក្រហល់ដោយសិស្សក្រុមដំបូងអាចដោយសារតែមានគំនិតជាច្រើនទៅរារែកចិត្តមិនអាចរើសដើរទៅតាមផ្លូវណាមួយបាននៅពេលគំនិតបែកចេញជាច្រើនទើបចក្ខុវិស័យចំពោះអនាគតផ្លាស់ប្ដូរអស់លទ្ធផលគឺមិនអាចកំណត់គោលដៅច្បាស់លាស់បានថែមទាំងខ្វល់ខ្វាយចំពោះអនាគតដែលទៅទេស្អាតនៅខាងមុខផងដែរបញ្ហារបស់សិស្សទូកក្រដាសគឺការរារែកខណៈដែលមិត្តភ័ក្តិដទៃទៀតសុទ្ធតែមានគោលដៅនៅក្នុងជីវិតច្បាស់លាស់ចាប់ផ្ដើមត្រៀមខ្លួនធ្វើឲ្យក្តីស្រមៃខ្លាចជាការពិតតែបែរជាត្រូវមកព្រួយបារម្ភតែម្នាក់ឯងថាខ្លួនកំពុងបណ្ដោយឲ្យពេលវេលាកន្លងផុតទៅទេដូច្នេះរំពឹងថាគ្រូដែលជាទីប្រឹក្សានឹងដឹងពីសមត្ថភាពពិតរបស់ខ្លួនទើបចង់ដឹងចម្លើយអនាគតបែបនេះល្អឬទេប៉ុន្តែតើគ្រូដែលជាទីប្រឹក្សាអាចជួយកំណត់គោលដៅក្នុងជីវិតឲ្យសិស្សបានពិតមែនឬការងារនេះគ្មានអ្នកណាអាចធ្វើជំនួសអ្នកណាបានទេក្រៅពីត្រូវកំណត់ពេលឡើងដោយខ្លួនឯងការផ្ដល់នូវការណែនាំដល់សិស្សក្រុមទូកក្រដាសអាចមានការពិបាកខ្លះតែតាមបទពិសោធន៍កន្លងមកធ្វើឲ្យខ្ញុំស្វែងរកវិធីផ្ដល់ពាក្យណែនាំដ៏ល្អដល់កូនសិស្សក្រុមនេះបាននោះគឺទទួលស្ដាប់រឿងរ៉ាវគ្រប់យ៉ាងរបស់ពួកគេបន្ទាប់មកត្រូវណែនាំចម្លើយដែលពួកគេចង់ឮកុំគិតថាការសរុបចម្លើយដែលពួកគេចង់ឮជាការផ្ដល់ពាក្យណែនាំដែលគ្មានទំនួលខុសត្រូវព្រោះលទ្ធផលដែលបានអាចល្អជាងការគិតតាមពិតគ្រូជាទីប្រឹក្សាគឺជាមនុស្សចាំជួយណែនាំនិងជួយលួងលោមសិស្សដែលកំពុងច្របូកច្របល់ឲ្យមានវិចារណញ្ញាណពិចារណាគំនិតរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយម្ដងទៀតខ្ញុំគិតថាការស្វែងរកចម្លើយពីរឿងរ៉ាវរបស់ពួកគេខ្លួនឯងល្អជាងខ្ញុំគិតថាការស្វែងរកចម្លើយពីរឿងរ៉ាវរបស់ពួកគេខ្លួនឯងល្អជាងការផ្ដល់នៅការណែនាំក្នុងនាមជាគ្រូព្រោះមនុស្សគ្រប់គ្នារស់នៅក្នុងពិភពលោកមួយនេះដោយសារ
ដឹងពីចិត្តរបស់ខ្លួនវាគ្មាននរណាអាចដឹងពីខ្លួនយើងច្រើនជាងខ្លួនយើងនោះទេតែអាចមានរឿងមួយចំនួនបិទបាំងបេះដូងរបស់យើងទុករហូតដល់ម្ចាស់ចិត្តមិនអាចដឹងពីចិត្តរបស់ខ្លួនឯងបានទេការបានស្ដាប់ពាក្យណែនាំពីគ្រូឬក៏រៀនច្បងមែនតែនមានន័យថាយើងនឹងអាចឆ្លងកាត់ឧបសគ្គទាំងអស់ទៅបាននោះទេប៉ុន្តែគ្រាន់តែជាការបកប្រែចំណុចនៃការផ្ដោតឲ្យត្រូវដឹងកម្រិតចក្ខុវិស័យរបស់យើងព្រោះយើងត្រូវមើលឃើញគោលដៅដំណាក់កាលដំបូងជាមុនសិនទើបអាចចាប់ផ្ដើមបដិបត្តិបានពិតអន្តៈដែលអន្តរាយបំផុតរបស់សិស្សក្នុងក្រុមទុក្ខរណាគឺជាភាពប្រងើយកន្តើយព្រោះគ្មានគោលដៅឬក៏វិធីច្បាស់លាស់ពេលដឹងថាត្រូវចាប់ផ្ដើមធ្វើអ្វីមុននឹងរៀបថយមិនចង់ធ្វើបន្តហើយខ្លះជាពួកគ្មានសមត្ថភាពពេលវេលាកន្លងផុតទៅភាពខ្ជិលច្រអូសនឹងជ្រុតជ្រាបចូលទៅកាន់ជីវិតរបស់យើងរហូតជាប់ជានិស្ស័យការរៀបថយចូលមកតោងរហូតកើតនៅគំនិតថាធ្វើទៅក៏មិនបានអ្វីដដែលទីបំផុតភាពមោះមុតចំពោះគោលដៅផ្សេងៗនឹងចាប់ផ្ដើមរលាយបាត់ពីជីវិតសម្រាប់សិស្សក្នុងក្រុមទុក្ខរណាការកំណត់គោលដៅថ្ងៃនេះអាទិត្យនេះឬខែនេះមិនមែនជារឿងចាំបាច់នោះទេព្រោះរឿងដែលសំខាន់ជាងនេះគឺការចាប់ផ្ដើមធ្វើឲ្យការងារសម្រេចបានពិតបន្តិចម្ដងការពេញចិត្តរបស់សិស្សពីក្រុមនេះអាចខុសគ្នាក្រុមដំបូងអាចកំណត់គោលដៅឲ្យជីវិតបោះពួយទៅដល់គោលដៅដោយផ្លែធ្នូចំណែកក្រុមទី2អាចរស់នៅបង្អែកបង្អង់ដោយទុក្ខរណាដែលរសាត់អណ្ដែតទៅតាមខ្សែទឹកប៉ុន្តែមិនថាមនុស្សណាម្នាក់មានវិថីជីវិតបែបណាទេខ្ញុំជឿថាការព្រមទទួលការផ្លាស់ប្ដូររបស់ស្ថានភាពវាជារឿងដែលសំខាន់បំផុតចូលពិចារណាដោយខ្លួនឯងជានិច្ចនិងបន្ថែមក្តីសម័យឲ្យជីវិតកុំឲ្យខានព្រោះចម្លើយនោះมันអាចរកបានពីកន្លែងណាក្រៅពីការគិតរបស់អ្នកទេចុះអ្នកវិញនៅក្នុងក្រុមផ្លែធ្នូឬក៏ក្រុមទុក្ខរណាអ្នកអាចនៅរារែកចិត្តតែមានរឿងមួយមិនអាចផ្លាស់ប្ដូរបានទេគឺគ្រប់គ្នាត្រូវតែមានពេលប្រឈមមុខនឹងខ្លួនឯងកុំឲ្យរឿងរ៉ាវណាមួយមកជ្រៀតកណ្ដាលរវាងខ្លួនអ្នកនិងចិត្តរបស់អ្នកសាកល្បងសម្លឹងមើលផ្ទៃមុខទទេស្អាតរបស់ខ្លួនឯងចូលបំភ្លេចអ្វីៗគ្រប់យ៉ាងជុំវិញខ្លួនមិនថាក្តីរំពឹងរបស់ពុកម្ដាយស្ថានភាពសង្គមឬសូម្បីតែការសម្របសម្រួលទៅតាមសង្គមជុំវិញខ្លួន